អ្នកជំពាក់លុយគេមិនសងកម្មផលតបស្នងគួរឲ្យខ្លាចក្រដាសប្រាក់មួយសន្លឹកអាចឲ្យយើងសាងបាបទាំងមិនដឹងខ្លួនបើជំពាក់ប្រាក់មិនសងទេកម្មផលមានពិតគួរឲ្យខ្លាចរឿងជំពាក់លុយនេះជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែបានជួបមានអ្នកខ្លះសងមានអ្នកខ្លះមិនសងតែចង់ដឹងថាកម្មផលគួរឲ្យខ្លាចប៉ុណ្ណាសូមស្ដាប់រឿងនិទានមួយនេះមានគ្រួសារមួយមានទ្រព្យសម្បត្តិស្ដុកស្ដំថ្ងៃមួយក៏បានយល់សពចម្លែកក្នុងយល់សពឃើញមនុស្សប្រុសម្នាក់ដើរមកប្រាប់គាត់ថាលោកជំពាក់ប្រាក់ខ្ញុំ14000ឆាប់សងខ្ញុំវិញភ្លាមអ្នកមានរូបនោះឈរភ្លឹកមិនទាន់ហាមាត់ឆ្លើយផងបុរសដែលទាបំណុលនោះក៏បានដើរចូលក្នុងផ្ទះគាត់បាត់ទៅពេលភ្ញាក់ឡើងប្រពន្ធរបស់គាត់ក៏បានបង្កើតកូនប្រុសម្នាក់អ្នកមានម្នាក់នោះក៏ភ្ញាក់ខ្លួនព្រឺគាត់ដឹងថាកូនប្រុសគាត់ម្នាក់នេះគឺជាប្រលឹងមកទាបំណុលប៉ុន្តែក៏ដោយសារមាននិស្ស័យពីជាតិមុនក៏មិនដឹងថាគួរធ្វើយ៉ាងណាដែរដូច្នេះគាត់ក៏បានដកប្រាក់14000ទុកដោយឡែកឲ្យតែជាការចំណាយរបស់កូនប្រុសគាត់មិនថាជាថ្លៃហូបចុកស្លៀកពាក់ថ្នាំសង្កូវអ្វីនោះទេសិតតែដកចេញពីប្រាក់14000នោះពេលកូនប្រុសគាត់អាយុជាង3ឆ្នាំគាត់បានទៅពិនិត្យមើលថាតើប្រាក់នោះសល់ប៉ុន្មានចាប់អារម្មណ៍ថាប្រាក់នោះសល់តែជាង700តែប៉ុណ្ណោះចៃដន្យម៉ែដកបានពរកូនប្រុសនោះមកហើយបរិសុទ្ធជាឪពុកក៏និយាយលេងសើចថាកូនប្រុសប្រាក់ឯង14000នោះចិត្តអស់ហើយចាំមើលថ្ងៃក្រោយឯងបានអ្វីចាយទៀតនិយាយចប់ភ្លាមមុខរបស់កូនប្រុសនោះស្រាប់តែប្រែភ្លាមគេកាច់កហើយបើកភ្នែកធំធំហើយក៏ដាច់ខ្យល់ស្លាប់ភ្លាមក្រោយមកប្រាក់ដែលនៅសេសសល់នោះបានយកទៅបញ្ចុះសពរបស់កូនប្រុសគាត់បន្សល់សូម្បីតែ1សេនដូច្នេះហើយអ្វីដែលគួរសងត្រូវតែសងអ្វីដែលជំពាក់ពីជាតិមុនក៏ត្រូវតែសងអស់ហើយនឹងធូរស្រាលជាងមុនមិនខាននៅក្នុងជីវភាពរស់នៅជាក់ស្ដែងស្ទើរតែមានមនុស្សគ្រប់គ្នាជួបនឹងស្ថានភាពការជំពាក់ប្រាក់ប៉ុន្តែក៏មានមនុស្សជាច្រើនគេមិនងាយហាមាត់ខ្ចីប្រាក់គេដែរអ្នកទៅខ្ចីប្រាក់គេបានហើយសូមរក្សាទឹកចិត្តដឹងគុណផងព្រោះមិនមែនមនុស្សគ្រប់គ្នាសិតតែមានប្រាក់ឲ្យអ្នកខ្ចីរហូតទេគឺដោយសារតែអ្វីដែលគេឲ្យអ្នកខ្ចីមិនមែនជាប្រាក់ឡើយគឺជាទំនុកចិត្តគឺជាការជឿជាក់គឺជាការលើកទឹកចិត្តគឺជាការទទួលស្គាល់ពីសមត្ថភាពរបស់អ្នកគឺជាការបណ្ដាក់ទុនចំពោះអនាគតរបស់អ្នកសង្ឃឹមមិត្តទាំងអស់គ្នាដាច់ខាតកុំជន់ឈ្លីពាក្យស្មោះត្រង់នេះឲ្យសោះបើធ្វើឲ្យបាត់បង់ជំនឿចិត្តហើយនោះគឺជាការខ្សែធនដ៏ធំមួយនៅក្នុងជីវិតព្រមទាំងបាត់បង់តម្លៃរបស់ខ្លួនស្របពេលនេះសូមអ្នកចងចាំថាអ្នកដែលចូលចិត្តចេញប្រាក់ឲ្យអ្នកមិនមែនព្រោះតែគេល្ងងហើយប្រាក់ច្រើននោះទេព្រោះគេមើលសំខាន់មនោសញ្ចេតនាជាងលុយកាក់ពេលដែលសហការគ្នាគេសុខចិត្តហុចផលប្រយោជន៍ឲ្យអ្នកមិនមែនគេល្ងងទេគឺគេចេះចែករំលែកពេលធ្វើការគេសុខចិត្តធ្វើការងារច្រើនជាងអ្នកមិនមែនគេល្ងងទេគឺដោយសារគេស្គាល់ពីកាតព្វកិច្ចរបស់ខ្លួនក្រោយពីឆ្លោះគ្នាហើយគេមកសុំទោសអ្នកមុនមិនមែនគេខុសនោះទេគឺដោយសារគេចេះស្ដាយស្រណោះមិត្តភាពមួយនេះមនុស្សដែលសុខចិត្តជួយអ្នកមិនមែនគេជំពាក់អ្នកអ្វីនោះទេគឺដោយសារគេចាត់ទុកជាមិត្តភក្តិ